ខ្ញុំបករណាសូមនមស្ការចំពោះបច្ចុង3នៃព្រះត្រៃរតន៍ពលគឺគុណព្រះពុទ្ធរតនៈ1គុណព្រះធម្មរតនៈ1និងគុណព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពគិរវៈមួយលើវិញទៀតក៏សូមចម្រើនពរទៅដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់នៅក្នុងនិងក្រៅប្រទេសចំណោះជើងវត្តនានាយ៉ាងណាក្តីដែលបានទស្សនានៅវីដេអូគឺការរៀបចំនៅផ្កាភ្ញីមានបូជាចំពោះព្រះសម្មាសម្ពុទ្ធនៃថ្ងៃបុណ្យមហាវិសាខបូជានៅអារាមដ្ឋានវត្តសីហរតនារាមសន្ធិដ្ឋនៅក្នុងភូមិឡូរីសង្កាត់តាកាក្នុងក្រុងដូនកែវខេត្តតាកែវគឺបានរៀបចំឡើងដល់នៅក្នុងបរិវេណនៃខេត្តតាកែវដើម្បីនឹករលឹកទៅដល់គុណូបការៈសរណហេតុនៃព្រះសម្មាសម្ពុទ្ធនៅក្នុងវេលាឱកាសនេះក៏សូមចម្រើនពរទៅដល់ញាតិញោមក៏ដូចជាកណ្ណាគុណចាស់ទាំងអស់បើសិនមានការនិយាយទៅមានការផ្លាំងពរគុំសំទំពួរអត្ថាធិប្បាយសម្រាយនិយាយជាកម្មរភាសាពុំសំក្តីយ៉ាងណាក៏សូមសំណាក់ខន្តីអភ័យអត់ទោសនៅក្នុងនេះគឺទស្សនានៅទស្សនវិជ្ជាទូទៅនៃបរិវេណវត្តសីហរតនារាមគឺមានការរៀបចំឡើងទៅដោយផ្កាភ្ញីនិងឯក្បូរក្បាច់រចនាស្រស់សុភាដើម្បីជាទីបូជាចំពោះព្រះសម្មាសម្ពុទ្ធហើយនៅក្នុងនោះដែរគឺប្រវត្តិនៃបុណ្យវិសាខបូជាគឺប្រពឡើងនៅក្នុងពុទ្ធសាសនាធំមានសារៈសំខាន់បំផុតនៅក្នុងពុទ្ធសាសនាបងហ្នឹងហើយបុណ្យនេះគឺត្រូវប្រពឡើងនៅក្នុងខែពិសានៅថ្ងៃនឹងឯងតែជាធម្មតាគឺយើងធ្វើឡើងប្រពឡើងក៏ដូចជាប្រពត្តកម្មវិធីឡើងគឺដើម្បីនឹកដល់ព្រឹត្តិការណ៍ធំចំនួន3ក៏ព្រឹត្តិការណ៍ធំទាំង3នោះគឺថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គយើងចាប់កំណើតនៅក្នុងផ្ទៃមេដាទី2គឺថ្ងៃដែលព្រះអង្គប្រសូតនឹងហើយទី3គឺថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វាននឹងហើយគឺដោយអង្គហេតុធំទាំង3នេះហើយទើបយើងនឹកឃើញនៅគុណនៃព្រះសម្មាសម្ពុទ្ធគឺបានរៀបចំនៅផ្កាភ្ញីនឹងហើយនៅក្នុងនោះដែរគឺកម្មវិធីបុណ្យវិសាខបូជាវត្តសីហរតនារាមនៃយើងគឺរៀបចំឡើងមានការស្រស់ស្អាតណាស់ព្រោះនឹងជ្រះថ្លាមើលទៅគឺរៀបចំទទួលករណាគុណចាស់ហើយក្នុងនោះប្រសង់នៅក្នុងវត្តសីហរតនារាមនៃយើងគឺមានចំនួន200អង្គជាងព្រោះនឹងចំនួនជាង200អង្គហើយវត្តសីហរតនារាមយើងគឺសន្ធិដ្ឋនៅភូមិឡូរីសង្កាត់តាក្នុងក្រុងដូនកែវខេត្តតាកែវក៏ហើយកម្មវិធីបុណ្យវិសាខបូជានេះគឺនៅក្នុងវត្តសីហរតនារាមយើងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ15កើតខែវិសាខឆ្នាំម្សាញ់ពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី11ខែឧសភាឆ្នាំ2025ក៏ហើយចម្រើនពរក៏ដូចជាបញ្ជាក់ប្រាប់ថាកម្មវិធីបុណ្យវិសាខបូជាវត្តសីហរតនារាមនៃយើងគឺព្រឹត្តឡើងនៅវេលាម៉ោង7:09 នាទីព្រឹកគឺប្រគេនចង្ហាន់ព្រះសង្ឃនមស្ការប្រតនត្រ័យសមាទានសិលក៏ដូចជាដង្ហែគ្រឿងសក្ការៈនឹងឯងការភ្ញីផ្សេងជុំវិញព្រះវិហារក៏ថ្ងៃគឺបូជាថ្វាយបង្គំរតនត្រ័យនៅវេលាពេលព្រឹកនោះឯងហើយមានការដង្ហែព្រោះដង្ហែការភ្ញីបូបាច់អីផ្សេងនៅក្នុងបរិវេណនៃវត្តសីហរតនារាមចំនួន3ជុំលុះវេលាព្រឹកឡើងក៏ព្រឹកឡើងម៉ោង8បន្ទាប់ពីដង្ហែចប់គឺរាប់បាតព្រះសង្ឃក៏នឹងហើយរាប់បាតព្រះសង្ឃប្រមាណជាង200ព្រះអង្គក៏នឹងហើយព្រះសង្ឃសាមណសិស្សវត្តសីហរតនារាមនៃយើងគឺច្រើនណាស់ក៏នឹងហើយដោយសារតែអញ្ចឹងហើយក៏បានរាប់បាតញាតិញោមមានបំណងក៏ដូចមានសទ្ធាចង់ចូលរួមឧបត្ថម្ភគ្រប់គ្រងបច្ច័យក៏ដូចជាចង្ហាន់បណ្ឌបាតអីផ្សេងក៏សូមអញ្ជើញនឹងហើយសន្ធិដ្ឋនៅភូមិឡូរីសង្កាត់តាកាក្នុងជាប់
ពីខាងមុខវាមានឯករាជ្យនឹងហើយទល់មុខសាលាគ្រូកសលភូមិភាគតេជោសែនតកែវព្រោះនឹងហើយព្រោះជិតពីយើងនឹងឯងលុះល្ងាចឡើងព្រោះមិនទាន់ចប់ទេរាប់បាត់ចប់ហើយក៏ប៉ុន្តែបច្ចៈកម្មវិធីបុណ្យមហាវិសាខបូជានៃយើងមិនទាន់ចប់ទេព្រោះលុះវេលាម៉ោងលើសៀលព្រោះនឹងហើយរសៀលវេលាម៉ោង1:09 នាទីព្រោះនឹងហើយម៉ោង1:09 នាទីរសៀលលុះដល់ម៉ោង4:09 នាទីល្ងាចនឹងទៀតក៏គឺពិធីបន្តគឺពិធីជួបជុំពុទ្ធបរិស័ទព្រោះនឹងហើយជួបជុំពុទ្ធបរិស័ទមានដូចជាបងប្អូននិស្សិតសិស្សសាលាក៏ដូចជាពុទ្ធបរិស័ទចំណោះជើងវត្តក្នុងដុនកែវនឹងឯងភូមិឡូរីនឹងឯងដង្ហែបុណ្យវិសាខបូជានោះឯងមួយជុំដង្ហែមួយជុំគឺជុំវិញក្រុងដុនកែវតែម្ដងហ្នឹងហើយញោមជ្រះថ្លាអនុមោទនាហ្នឹងហើយដង្ហែដើម្បីគ្រឿងសក្ការៈនេះឯងដើម្បីនឹកដល់គុណបការៈគុណោបការៈសរណហេតុនៃព្រះសម្មាសម្ពុទ្ធហ្នឹងហើយដូចបានរៀបរាប់ពីខាងមុខហ្នឹងឯងហើយនិយាយទៅពុំសំពុំគួរអីមានការភ្លៀងព្រាត់អីគឺលើកទី1ហើយព្រោះហ្នឹងហើយអត្ថាធិប្បាយរៀងនិយាយបកស្រាយដើម្បីជាចំណេះក៏ដូចជាដើម្បីចែករំលែកនៅសេចក្តីល្អក៏ដូចជាចែករំលែកនៅអ្វីដែលថ្មីព្រោះហ្នឹងហើយដើម្បីជាទីជ្រះថ្លាក៏ដូចជាដើម្បីជាការទស្សនាកយគុណព្រោះឥឡូវយើងក៏លេខមកកម្មវិធីយើងគឺម៉ោង1ដល់ម៉ោង4ហ្នឹងឯងគឺជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយនឹងឯងនឹងហែមហាវិសាខបូជានៃយើងមួយជុំនៃក្រុងដូនកែវជាបន្តទៀតគឺនៅវេលាម៉ោង4ព្រោះហ្នឹងហើយម៉ោង4:09 នាទីរសៀលឬក៏9 រសៀលហ្នឹងឯងទៅដល់ម៉ោង10មានវិធីប្រកាសវិសាខបូជានៅមកហ្នឹងហើយនេះមើលការតុបតែងរបស់ព្រះគ្រូរៀបចំឡើងយល់មកប្លែកភ្នែកចាព្រោះហ្នឹងហើយមានដើមស្វាយនឹងឯងផ្លែក្រូចចឹងទៅផ្លែម្នាស់ដើមជ្រៃនឹងឯងផ្លែក្អមហ្នឹងព្រោះកំភ្លេចជើញចូលរួមឲ្យបានគ្រប់គ្នាហ្នឹងហើយកម្មវិធីបុណ្យមហាវិសាខបូជានៃយើងវត្តសីហរតនារាមព្រោះជ្រះថ្លាតុបតែងណាគឺប្រពឡើងទូទាំងប្រជាជាតិកម្ពុជាផ្លែទៅវត្តសីហរតនារាមខ្ញុំមើលនេះផ្លែមានឆ្វាយមានក្រូចម្នាស់តបែកមានទាំងផ្លែស្អីគេជូជូភ្ញៀវបើតែអត់មានប្រេនទេថ្ងៃនោះឥឡូវយើងមកដល់កម្មវិធីបកាវិសាខបូជានៅវេលាម៉ោង10ព្រោះនឹងការឈូកចំនួន 5000 តងព្រោះថ្ងៃគឺបូជាចំនួន 5000 តងនិងគោមចំនួន 500ចំណែកឯប្រទីបនោះគឺចំនួន 2566នឹងហើយដើម្បីហើយវេធូបនោះឯង 2569 រួចហើយក៏សូត្រនៅព្រះបរិត្តសូត្រនៅធម្មសង្វេគក៏នឹងហើយពិចារណាក៏ដូចជាសមាធិអុជប្រទីបក៏អុជប្រទីបចំនួន 2566 នឹងឯងរួចហើយបង្ហោះគោមក៏នឹងហើយគោមនឹងឯងបង្ហោះគោមទៅដល់នឹកដើម្បីបូជានឹកគុណថ្វាយទៅដល់គុណព្រះសម្មាសម្ពុទ្ធដែលបានប្រពឡើងហើយនឹងហើយញាតិញោមមានបំណងសទ្ធាក៏ដូចជាមានទឹកចិត្តអីចង់ចូលរួមឧបត្ថម្ភនឹងហើយតង់ត្រកម្មវិធីបុណ្យមហាវិសាខបូជាអារាមដ្ឋាននិវត្តសីហរតនារាមនៃយើងកុំភ្លេចចូលរួមបានកកក៏នឹងហើយគឺមានការតុបតែងរៀបចំបណ្ដានេះយល់មកនឹងហើយគេនឹងបញ្ជាក់ប្រាប់ញាតិញោមថានេះទើបតែរៀបចំបានប្រមាណ 50% ទេក៏នឹងហើយគឺមានការតុបតែងផ្កាអីមិនបានស្អាតបានត្រឹមត្រូវនៅឡើយទេអាត្មាភាពទៅដូចជាខ្ញុំកណានទីថតព្រោះជួងពេលធ្វើការហ្នឹងគឺឆ្លៀតថតនឹងហើយមក voice សលេងដើម្បីបញ្ចូលក៏ដូចជាបង្ហោះឲ្យទាន់ពេលវេលាក៏ហើយកម្មវិធីនេះគឺបញ្ជាក់ក៏ដូចជាជម្រាបជូនញោមញាតិទាំងអស់គ្នាថាគឺប្រត់ឡើងនៅវត្តសីហរតនារាមយើងហ្នឹងឯងញោមនៅជាប់វិមានឯករាជ្យក៏ដូចជាទល់មុខសាលាគ្រូកសលព្រោះភូមិភាគតេជោសែនតកែវនឹងឯងហើយភូមិឡូរីនឹងឯងព្រោះហើយញាតិញោមដែលបានជើញចូលរួមក៏សូមជ្រះថ្លាអនុមោទនាព្រោះនឹងហើយជ្រះថ្លាអនុមោទនាបុណ្យកុសលរៀងខ្លួនសូមអនុមោទនា
ហើយអាចចូលរួមជាបច្ច័យទៅតាមមធ្យោបាយផ្សេងៗដែលយើងមានសូមអនុមោទនាអនុមោទនាបុណ្យមហាវិសាខបូជាសូមអនុមោទនា